file Excel 10000ជួរបើកអត់មានតាក់ទេ PowerPoint ទំហំមួយ G បើកភ្លាមចេញ play តែម្ដងចឹងនេះគឺជា MathPad សេរីខ្ពស់និងចុងក្រោយគេបំផុតរបស់ Huawei ដែលផ្ដោតខ្លាំងទៅលើកម្លាំងម៉ាស៊ីនមិនថា Word Excel PowerPoint ធំៗប៉ុណ្ណាក៏អាចដំណើរការបានរលូនដែរបំពាក់មកជាមួយនឹងអេក្រង់ Flexible OLED Papermate ទំហំ 13.2 inch មិនចាំងផ្លាតពន្លឺនិងមាន wireless keyboard កម្រិត laptop អាចវាយខ្មែរ Unicode បានពេញលេញអមជាមួយនឹងការ free ជូនគ្រឿងបរិក្ខារបន្ថែមរហូតដល់ខ្ទង់$500ហើយនេះគឺជា Huawei MatePad Pro 13.2យើងអាចចាត់ទុក MatePad នេះជា tablet ក៏បានជា computer ក៏បានដែរដោយសារតែយើងអាចប្រើវាបានច្រើនទម្រង់មែនទែនជាមួយនឹង keyboard ដែលមានស្រាប់នៅក្នុងប្រអប់មួយនេះវាដើរតួនាទីជា case ការពារផងនិងមាន kickstand នៅពីក្រោយផងដូច្នេះយើងអាចដាក់វាជាទម្រង់ laptop ក៏បានផ្ដាច់ចេញពីគ្នាក៏បានឬក៏ប្រើជា studio form ក៏បានដែរសម្រាប់ងាយស្រួលក្នុងការប្រើជាមួយនឹង M Pencil ក្នុងការគូររូបឬក៏សរសេរ note ផ្សេងៗម្យ៉ាងវិញទៀត keyboard នេះមានទំហំធំទូលាយនិងជម្រៅចុចជ្រៅល្អហើយវាមាន trackpad មកជាស្រេចដែលវាផ្ដល់បទពិសោធន៍នៃការប្រើប្រាស់ដូចគ្នាទៅនឹងការប្រើ laptop អញ្ចឹងដែរមូលហេតុដែលខ្ញុំហ៊ាននិយាយថាវាផ្ដល់បទពិសោធន៍នៃការប្រើប្រាស់ដូចគ្នាទៅនឹងការប្រើប្រាស់ laptop ហ្នឹងគឺដោយសារតែមានមូលហេតុ5យ៉ាងទី1យើងទទួលបានកម្មវិធី WPS កម្រិត computer ដូចគ្នាបេះបិទទៅនឹង Microsoft Office ដូចគ្នាទាំងបង្ហាញទាំងម៉នុយទាំង toolbar និងរូបមន្ត Excel ហើយវាអត់មានយឺតឬក៏តាក់ទេករណីយើងធ្វើការជាមួយ file ធំៗដូចជា Excel សូម្បីតែ10000 row ឬក៏ PowerPoint ទំហំ 1G ក៏វាអាចបើកចេញបានយ៉ាងរលូនដែរទី2ការវាយខ្មែរ Unicode គឺដូចគ្នាទៅនឹងការវាយនៅលើ PC ដែរជាមួយនឹង font ខ្មែរដែលគេបញ្ចូលមកស្រាប់ជាង400 font និងអាចដំឡើងបន្ថែមខ្លួនឯងបានថែមទៀតទី3ការប្រើប្រាស់ Internet browser ឬក៏ Chrome browser នឹងបង្ហាញជាទម្រង់ desktop mode ដោយការប្រើនៅលើ computer ដែរដូច្នេះសម្រាប់ការងារ Facebook Live Boost Post ឬក៏ប្រើ Canva គឺដូចប្រើ laptop អញ្ចឹងទី4យើងអាចដោតវាភ្ជាប់ទៅកាន់ monitor ឬក៏ projector ដើម្បីធ្វើ presentation បានហើយចុងក្រោយទី5 file Word Excel PowerPoint គឺអាច save យកទៅបើករវាង PC ដទៃនិង MatePad នេះគឺបើកទៅវិញទៅមកបានប៉ុន្តែបើសិនជាយើងរាប់ទាំងមុខងាររបស់ M Pencil មួយនេះទៀតគឺវាធ្វើបានលើស computer ទូទៅដោយសារតែយើងអាចសញ្ញាឯកសារនៅលើ file PDF ជាមួយនឹង M Pencil នេះបានងាយស្រួលមែនទែនបើនិយាយអំពីកម្លាំងម៉ាស៊ីន MatePad Pro 13.2 នេះមាន RAM ទំហំ 12GB និងទំហំផ្ទុក 512GBផ្គត់ផ្គង់ថាមពលដោយថ្មទំហំ 11100 mAh ដែលគាំទ្រការសាកចូលវិញក្នុងល្បឿន 100W ជាមួយនឹងដុំសាកដែលមានស្រាប់នៅក្នុងប្រអប់ខ្ញុំបានសាកល្បងបើកវីដេអូទំហំ 4K ឃើញថាយើងអាចកាត់វីដេអូដែលថតចេញពីកាមេរ៉ាកម្រិត 4K នឹងបាន smooth ល្អហើយការបញ្ជានៅលើ timeline scroll ចុះឡើងគឺអត់មានតាក់ទេហើយបើយើងនិយាយអំពីល្បឿនក្នុងការ export ទំហំ 4K คลิป2នាទីនេះគឺយើងចំណាយពេលដោយដែលខ្ញុំបង្ហាញអ្នកនរគ្នានៅលើអេក្រង់នឹងអញ្ចឹងមួយវិញទៀតខ្ញុំក៏សម្គាល់ឃើញថាទាំងពេលដែលយើងកំពុងកាត់វីដេអូក៏ដូចជាពេលដែលយើង render វីដេអូចេញមកហ្នឹង tablet នេះគឺវាអត់មានឡើងកម្ដៅទេអានេះគឺវាបញ្ជាក់បានថាប្រព័ន្ធបន្សាបកម្ដៅនៅក្នុង tablet នេះគឺវាធ្វើការបានល្អចំពោះការដោតសោចេញចូលយើងទទួលបាន sensor scan កម្ដៅដៃជាមួយនឹងប៊ូតុង power ហើយនេះក៏ជាលើកទី1ដែរដែលខ្ញុំឃើញ Huawei ដាក់កាមេរ៉ាគុណភាពខ្ពស់ប្រហែលទៅនឹង smartphone ដែរនៅលើ MatePad របស់ខ្លួនចំពោះចំណុចឈ្នះមួយដែលអ្នកប្រើប្រាស់នឹងពេញចិត្តខ្លាំងតែម្ដងនៅលើ MatePad មួយនេះគឺផ្នែកអេក្រង់របស់វាកលេចមកផ្លែត MatePad នេះគឺស្វាគមន៍យើងជាមួយនឹងអេក្រង់ដែលមាន cam bezel ស្ដើងខ្លាំងមែនទែនអញ្ចឹងហើយបានជា MatePad នេះមិនមានទំហំធំប៉ុន្មានទេប៉ុន្តែគេអាចដាក់បានអេក្រង់រហូតដល់ទំហំ 13.2 inch ឯណោះអេក្រង់នេះប្រើ panel ប្រភេទ Flexible OLED ដែលមាន refresh rate 144Hz មាន resolution 2880 គុណនឹង 1920 pixel អាចបង្ហាញពន្លឺបាន 1000 nits peak brightness គ្របពីលើដោយបច្ចេកវិទ្យាកញ្ចក់ Papermate display ដែលមានសមត្ថភាពលុបបំបាត់ចំណាំងផ្លាតបានល្អមែនទែនហើយវាក៏រក្សាគុណភាពរូបភាពឲ្យបង្ហាញចេញមកនៅមានសភាពដិតស្រស់ល្អដដែលនិយាយរួមទៅនេះគឺជាអេក្រង់ដ៏ល្អមួយស័ក្តិសមទាំងសម្រាប់ការកម្សាន្តមើលវីដេអូមើលរឿងមើល YouTube ឬក៏យើងធ្វើការនៅជិតមាត់ព្រួយក៏យើងអត់ភ័យខ្លាចរឿងចាំងពលឺបាក់មើលដែរប៉ុន្តែបើនិយាយពីអ្នកចូលចិត្តមើល YouTube ឬក៏មើលវីដេអូទូទៅជាមួយនឹង MatePad នេះគឺកាន់តែពិសេសមួយទៀតហើយអ្នកទាំងអស់គ្នាដោយសារតែយើងទទួលបានអេក្រង់ល្អហើយ speaker របស់វាគឺកាន់តែពិសេសថែមទៀត Four brave astronauts head up into space and come back forever changed. This car? Our city, our planet owe a debt to these intrepid souls. Oh, come on, we're supposed to be a team here. We're trying. It's a scam. This is the first time you've ever willingly returned to a school. How does it feel? Like returning to the scene of the crime. Howdy, Ruby. ប៉ុន្តែបើយើងនិយាយអំពីករណីប្រើប្រាស់មួយចំនួនទៀតដោយយោងតាមអ្វីដែលខ្ញុំឃើញជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នការងារភាគច្រើនដូចជាការគ្រប់គ្រង page អាជីវកម្មការប្រើប្រាស់ Canva design artwork ឬក៏កម្មវិធី Photopea គឺជាកម្មវិធីដែលខ្ញុំឃើញគេប្រើច្រើនមែនទែនហើយកម្មវិធីអស់ទាំងហ្នឹងគឺសុទ្ធតែយើងអាចប្រើនៅលើ MatePad Pro 13.2 inch នេះបានអត់ខុសគ្នាពីការដែលយើងប្រើ laptop នោះទេម្យ៉ាងវិញទៀតបើសិនជាអ្នកចេះគូររូបវិញគឺកាន់តែចំណេញមួយទៀតជាមួយនឹងកម្មវិធី GoPaint ដែលជាកម្មវិធីគូររូបកម្រិតអាជីពអភិវឌ្ឍឡើងដោយក្រុមហ៊ុន Huawei ខ្លួនឯងផ្ទាល់តែម្ដង
ខ្ញុំយកឃើញថាបច្ចុប្បន្ននេះសម្រាប់អ្នកប្រើប្រាស់មួយចំនួនធំបើយើងធៀបជាមួយនឹងមុខងារដែលមាននៅលើ Huawei MatePad Pro 13.2 inch នេះគឺខ្ញុំគិតថាវាគ្រប់គ្រាន់សមរម្យសម្រាប់ឲ្យយើងប្រើប្រាស់ជំនួស laptop បានហើយអាហ្នឹងគឺសម្រាប់អ្នកដែលផ្ដោតទៅលើភាពងាយស្រួលយកតាមខ្លួនរូបរាងស្អាតថ្មកាន់ប្រើបានយូរអីចឹងទៅមួយវិញទៀតខ្ញុំជឿថាបងប្អូនក៏បានដឹងដែរថា Huawei មាន MatePad ជាច្រើនស៊េរីឲ្យយើងជ្រើសនៅលើទីផ្សារមានតាំងពីតម្លៃទាបរហូតដល់តម្លៃខ្ពស់ចឹងបើសិនជាបងប្អូនឧទាហរណ៍ថាយើងត្រូវការប្រើ MatePad ហ្នឹងគឺជាម៉ាស៊ីនគោលតែម្ដងសម្រាប់ការងាររបស់យើងខ្ញុំពិតជា recommend មែនទែនថាឲ្យយើងប្រើ MatePad ដែលស៊េរីខ្ពស់ជាងគេទៅឧទាហរណ៍ដូចជា MatePad Pro 13.2 inch នេះម្យ៉ាងទៀតយើងក៏ចំណេញដែរដោយសារតែនៅពេលដែលយើងទិញគឺយើងទទួលបានគ្រឿងមួយគ្រប់តែម្ដងគ្រាន់តែរបស់តែគេថែមហ្នឹងខ្ទង់ប្រហែលជា$500ឯណោះចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ